ជំរាបសួរលោកបងលោកប្អូនទាំងអស់ជាទីគោរពពីមុនយើងបានសិក្សាដល់អវិជ្ជាគឺខាងដើមនេះឯងដែលយើងបានធ្វើអត្ថាធិប្បាយយ៉ាងលម្អិតនឹងមិនទាន់ច្បាស់ថាលម្អិតទេនៅទៀតណាឥឡូវនេះយើងមកដល់សង្ខារខ្ញុំសូមជម្រាបអញ្ចេះក្នុងការសិក្សាណាក្នុងឃើញមួយហ្នឹងយើងសិក្សាឲ្យដល់លម្អិតបានសេចក្តីថាបើរូបយើងសិក្សាឲ្យឃើញតូចបំផុតគឺកលបៈធំបំផុតគឺចក្រវាលចំណែករូបដែលមានវិញ្ញាណយើងរកហេតុនិងបច្ច័យតគ្នារហូតដល់អវិជ្ជានោះឯងហើយដែលត្រូវចប់ទៅទល់នឹងសភាវៈពិតប្រាកដខ្ញុំសូមអានបន្តយើងឃើញអវិជ្ជាក្នុងនឹងគឺចែកជាបច្ច័យណាកុំអានសិនកន្លែងហ្នឹងព្រោះថាយើងអត់ទាន់រៀនចប់ដូច្នេះយើងបានត្រឹមតែ2ទេយើងឃើញអវិជ្ជាជាអ្វីអង្គ12នេះក៏យើងដឹងដែរអ្នកដែលរៀនចប់គឺមានអង្គ12ហ្នឹងឥឡូវយើងតែអវិជ្ជានេះដល់សង្ខារអវិជ្ជានេះអង្គធម៌បានដល់មោហៈចេតសិកដែលមិនដឹងក្នុងធម៌8ប្រការគឺមិនដឹងនៅក្នុងអរិយសច្ចៈ4នឹងហៅជានៅពេលយើងនិយាយថាមិនដឹងនៅក្នុងអរិយសច្ចៈ4អ្នកដែលគេអត់ស្គាល់ស្អីទៅអរិយសច្ចៈ4យើងក៏បកស្រាយទៅទៀតណាអានឹងដែលហៅថារកហេតុបច្ច័យតគ្នាដើម្បីឲ្យឃើញសភាវៈពិតប្រកបណាមិនដឹងខានអតីតមួយមិនដឹងខានអនាគតមួយណាសិតទាំងអស់ហ្នឹងសិតទៅឲ្យគេយល់ដូច្នេះដើម្បីគេយល់យើងរកបច្ច័យតគ្នាទៀតអនាគតមួយមិនដឹងបដិច្ចសមបត្តិមួយព្រោះអវិជ្ជាការបើមិនដឹងនេះឯងទើបជាបច្ច័យឲ្យកើតសង្ខារណាឥឡូវនេះនៅក្នុងនឹងគឺថាព្រោះអវិជ្ជាការមិនដឹងនេះឯងធ្វើឲ្យមានបច្ច័យកើតសង្ខារយើងអត់ដល់សង្ខារទេណាយើងធ្វើអវិជ្ជាឲ្យកើតតតែងឡើងបានដល់បញ្ញភិសង្ខារអបញ្ញភិសង្ខារនិងអនេភិសង្ខារអវិជ្ជាគឺជាចិត្តណាយើងអាចនិយាយអវិជ្ជានឹងគឺជាចិត្តសិទ្ធជាចិត្តសិទ្ធជាមោហៈចិត្តសិទ្ធដែលមាននៅក្នុងអកុសលចិត្ត12ណាដែលយើងរាប់យ៉ាងណាដែលអ្នកខ្លះមិនបានរៀនហ្នឹងក៏គាត់ឆ្ងល់ថាស្អីទៅអកុសល12ណាបើយើងចង់បកស្រាយកន្លែងហ្នឹងពួកយើងមិនទាន់បានរៀនណាប៉ុន្តែបើយើងនេះយើងត្រូវបើកមើលកន្លែងហ្នឹងជាអ្វីដូចសំណោះសាកតាំងទិដ្ឋិកតអសង្ខារមានការបកប្រែហ្នឹងហើយយើងត្រូវរកឧទាហរណ៍ពន្យល់ទៀតបើមិនអញ្ចឹងឯងអ្នកស្ដាប់ហ្នឹងបានត្រឹមតែស្ដាប់យើងទិញហ្នឹងឯងខ្ញុំក៏អត្ថាធិប្បាយណាដោយសំណោះសាកតាំងចិត្តអញ្ចឹងទៅបកប្រែថាសេចក្តីសោមនស្សវេទនាប្រកបដោយមច្ឆាទិដ្ឋិមិនមានអ្នកបបួលដឹកនាំណាយើងនិយាយត្រូវណាមិនសួរចិត្តយ៉ាងដូចម្ដេចអាចយកទីហើយគេដើម្បីគេស្រួលយល់មានទោសមូលចិត្ត2មានមោហៈមូលចិត្ត2ទៅជា12ចំណែកឯបញ្ញៈហ្នឹងកន្លែងយើងនិយាយបញ្យល់បញ្ញៈបញ្ញ
ញាក់ភិសង្ខាគឺជាការតតែងបុណ្យអង្គធម៌បានដល់ចេតនាគឺជាមហាកុសលចិត្ត8ដួងនិងចេតនាក្នុងរូបាវាចរកុសលចិត្ត5ដួងរួមចេតនា13ដួងជាហេតុតតែងកើតកុសលកម្មឲ្យបានបដិសន្ធិជាមនុស្សឬជាទេវតាជារូបព្រំហ្នឹងបើសិននេះខ្ញុំគាត់ប្រាប់បើសិនជាយើងនេះយើងអាចថាអ្វីទៅដែលជាអង្គធម៌បានដល់ចេតនាក្នុងមហាកុសលចិត្ត8នឹងទៅរៀបរាប់8ទៀតហើយប៉ុន្តែបើសិនជាយើងធ្វើរបៀបហ្នឹងយូរណាប៉ុន្តែជាលម្អិតនឹងគេថាត្រូវដឹងស្អីទៅកុសលមហាកុសល8ដួងវាមានសោនវសៈតាំងញាណសម្បយុទ្ធអញ្ចឹងទៅប្រកបដោយបញ្ញាអញ្ចឹងទៅហើយយើងយកឧទាហរណ៍ប្រាប់គេណាហ្នឹងគេអាចបានយល់បានស្រួលហើយបើយើងធ្វើអធិប្បាយហើយយើងរាប់ហើយมันមានឧទាហរណ៍ពិបាកយល់ហេតុ5ប្រការគឺតណ្ហាឧបាទានកម្មភពអរដ្ឋាសង្ខារកន្លែងហ្នឹងក៏ត្រូវពន្យល់ទៀតណាពុះពាក្យតណ្ហាเนี่ยគាត់អត់យល់ឧបាទានគាត់អត់យល់កម្មភពក៏អត់យល់អរដ្ឋាក៏អត់យល់សង្ខារក៏អត់យល់គឺត្រូវតែពិចារណាតទៅទៀតសួរថាហេតុអីបានខ្ញុំមិនធ្វើព្រោះថាយូរវែងពេកប៉ុន្តែគាត់ខ្ញុំប្រាប់របៀបធ្វើយ៉ាងម៉េចឲ្យដល់ទីបំផុតมันអាចបញ្យល់តទៅទៀតបានណាធ្វើយ៉ាងម៉េចมันអាចបញ្យល់តទៅទៀតបានតាមធម្មតាយើងនឹងហើយព្រះសម្មាសម្ពុទ្ធសម្ដែងហើយថាធម្មជាតិដែលតូចបំផុតអត់មានវិញ្ញាណគឺកលបៈណាយើងធ្វើមិនបើថាយើងទៅរកកន្លែងតូចរហូតដល់កលបៈហើយបើសិនជាយើងទៅកន្លែងធំរហូតដល់ចក្រវាឡចំណែកខាងធម្មធាតុដែលមានវិញ្ញាណវិញគឺអវិជ្ជានេះឯងឃើញទេនេះអវិជ្ជាណាអវិជ្ជាមិនដឹងអរិយសច្ចៈ4យើងបើកនៅក្នុងត្រៃបិដកទៅឃើញព្រះអង្គសម្ដែងណាទុកអរិយសច្ចៈតើដូចមិនអញ្ចឹងទៅណាអានឹងយើងរៀនមិនសិនមិនខ្ញុំជំរាបហើយណាសមុទ្រយសច្ចៈដែលយើងថាអរិយសច្ចៈ4នោះអ្នកខ្លះគាត់អត់ដឹងថាស្អីទៅហើយពាក្យក្នុងនឹងច្រើនទៅទៀតដែលថាបើសិនជាយើងដើម្បីគេយល់មែនទែនព្រោះភាសានឹងភាសាបាលីដើម្បីគេយល់មែនទែនជួនកាលគ្នាពាក្យខ្លះហ្នឹងគ្នាដូចភពអីជួនកាលគ្នាអត់យល់ភវៈតណ្ហាអត់យល់ណាច្រើនណាស់ដូច្នេះបើសិនជាយើងត្រូវលំអិតនោះគឺលំអិតតាំងពីភវៈតណ្ហាជាអ្វីនិរោធសច្ចៈដែលសម្ដែងមកខ្ញុំមិនបានអានទេហើយបើចូលចិត្តបើចង់បន្តលំអិតមែនតើយើងអាចបន្តទៀតបានណាប៉ុន្តែតែមួយហ្នឹងយូរណាស់ទៅហើយណាតែអានេះទី2ដើម្បីវិញ្ញាណអំពីសង្ខារណានេះនិយាយពីទុកអីណាហេតុតែអវិជ្ជាណាអវិជ្ជាហ្នឹងមកពីមិនយល់នៅអរិយសច្ចៈដូច្នេះយើងក៏បានបកប្រែអធិស្ឋានយើងក៏បានធ្វើលំអិតខ្លះមិនទាំងអស់ទេណាគាត់លំអិតខ្លះអំពីសច្ចៈ4ហ្នឹងទុកមាន2យ៉ាងទុកសាមញ្ញបានដល់ការកើតចាស់ឈឺស្លាប់ដែលយើងធ្លាប់ឃើញទុកពិសេសបានដល់សេចក្តីទុកដែលកើតឡើងដោយអាស្រ័យជុសនៈ5យ៉ាងគឺញាតការវិនិច្ឆ័យនៅរាប់អញ្ចឹងទៅឥឡូវនេះយើងបាន
ចប់បន្តិចបន្តួចហើយនៅអវិជ្ជាប៉ុន្តែបើសិនជាចង់លំអិតអវិជ្ជាទៀតអាចទៅបានទៀតណាអានឹងបើសិនជាចូលចិត្តទេណាប៉ុន្តែវែងណាអភិសង្ខាគឺជាអបញ្ញភិសង្ខាអានេះចភិសង្ខាកាយសង្ខាវិជ័យសង្ខាចិត្តសង្ខាបណ្ដាសង្ខាទាំងនេះណាបញ្ញភិសង្ខាតើដូចមិនដែរណាចេតនាជាកុសលជាកម្មវចរជារូបវចរសម្រាប់ដោយទានសម្រាប់ដោយសិលសម្រាប់ដោយភាវនានេះហៅថាបញ្ញភិសង្ខាបញ្ញភិសង្ខានោះគឺជាកុសលដែលសម្រាប់ដោយទានដែលចេតនាជាកុសលគឺថាចេតនាផលយើងជាកុសលចេតនាហ្នឹងបើគ្មានចេតនាអត់មានកម្មទេណានេះដោយសារជាកម្មហើយនេះជាអំពើហើយទើបមានចេតនាចេតសិកអញ្ចឹងបានថាកន្លែងហ្នឹងយើងពិបាកយល់ព្រោះមានចេតសិកនៅក្នុងហ្នឹងហើយយើងអត់បានរៀនចេតសិកទៀតពាក្យចេតសិកនេះគឺជាមានតែប្រពុតទេដែលដាក់ឈ្មោះឲ្យអ្នកប្រាជ្ញគាត់អត់ដឹងទេគាត់ស្គាល់ដែរគឺជាចេតនាជាកុសលល្អជាកម្មវចរហ្នឹងគឺថាពួកបើយើងនិយាយដើម្បីស្រួលស្ដាប់ទៅនិយាយពីកម្មវចរហ្នឹងបាក់ស្ដាប់ព្រោះថាបើយើងនិយាយស្ដាប់ពួកសត្វដែលមានដូចថាមានភ្នែកមានតិចមានច្រមុះហ្នឹងគេហៅកម្មវចរណាព្រោះថាភ្នែកកាមរូបហ្នឹងគឺជាកាមណារូបខាងក្រៅណាពណ៌ហ្នឹងដែលជាគូនឹងភ្នែកធ្វើឲ្យទៅជាកាត់ទៅជាវិញ្ញាណណាចក្ខុវិញ្ញាណហ្នឹងហៅកម្មវចរព្រោះអ្វីដែលនៅខាងក្រៅជារូបនោះគឺជាកាមហ្នឹងឯងដែលគេហៅថាកម្មវចរដូច្នេះយើងស្គាល់មួយគឺថាបញ្ញភិសង្ខាគឺជាចេតនាដែលជាកុសលចេតនាដែលជាកុសលចេតនាល្អសម្រាប់ដោយណាធ្វើបុណ្យនឹងសម្រាប់ដោយទានសម្រាប់ដោយសិលសម្រាប់ដោយភាវនាកន្លែងហ្នឹងបើថាយើងមិនសម្រាប់ទៀតពិបាកទៀតឃើញទេតើចេតនាជាកុសលនោះដែលជាកម្មវិចរគាត់ប៉ុណ្ណឹងក៏អត់យល់ដែរណាធ្វើបំបែកកន្លែងហ្នឹងទៀតនឹងរូបាវិចរកម្មវិវរបាវិចរនឹងស្អីទៀតរូបាបាវិចរនឹងស្អីទៀតណាដែលសម្រាប់ដោយទានគឺយើងធ្វើអញ្ចឹងប៉ុន្តែតែយើងអត់យល់យើងធ្វើទានមែនប៉ុន្តែមិនមែនជាកុសលអញ្ចឹងណាទៅតាមផ្លូវចិត្តទៀតអ្វីដែលជាទានសម្រាប់តាមផ្លូវចិត្តហ្នឹងណាដែលធ្វើឲ្យមានបុណ្យណាគឺថាទានប្រកបទៅដោយមហាកុសល8ទេវែងឆ្ងាយណាមហាកុសល8អ្នកខ្លះក៏អត់ដឹងថាស្អីទៅមហាកុសល8ក៏ត្រូវបំបែកទៅទៀតណាអញ្ចឹងបានថាបំបែករហូតដល់លែងឆ្ងល់នឹងបើសិនជាចូលចិត្តណាយើងនឹងនាំគ្នាទៅមុខទៀតបំបែកបើថាអញ្ចឹងទេបើថាយល់ហើយយើងទៅមុខទៀតទៅមួយបំបែកមួយអវិជ្ជាជាបច្ច័យកាសង្ខារមួយទៀតទៅវិញ្ញាណឬមួយក៏បំបែកឲ្យអស់នឹងស្រាប់តែក្មួយទាំងអស់គ្នាណាបណ្ដាសង្ខារទាំងនោះអានេះជាអ្នកភិសង្ខារតើដូចម្ដេចចេតនាជាកុសលជាអរូបាវចរនេះហៅថាអានេះជាសង្ខារឃើញទេពាក្យទាំងអស់រកតែពាក្យមួយណាដែលថា
នេះហៅបែបយល់ហើយកន្លែងហ្នឹងនេះហៅថាយល់ហើយតែវិញហ្នឹងគឺថាពិបាកបើមិនបើកភាសាបាលីឬមួយជួបអ្នកដែលគេចេះភាសាបាលីចេះមែនតើណាឲ្យគេបញ្យល់ណាដែលខ្ញុំនិយាយចង់ចេះមែនតើនោះមិនមែនចេះតែនិយាយហើយអត់ដឹងអត់យល់អត្ថន័យខាងដូចហ្នឹងកាយសញ្ចេតនាទៀតអត់យល់ទៀតហើយឈ្មោះថាកាយសង្ខារវិជ័យសង្ខារកាយសង្ខារមិនស្រួលអត់យល់ទៀតវិជ័យសង្ចេតនាឈ្មោះថាវិជ័យសង្ខារមโนសញ្ចេតនាឈ្មោះថាចិត្តសង្ខារធម៌ទាំងនេះហៅថាសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យណាសង្ខារដែលមានអវិជ្ជាជាបច្ច័យរៀបរាប់មកហើយប៉ុន្តែអត់តអស់ទេនៅច្រើនណាស់ដែលធ្វើបំបែកមួយតទៅទៀតដូចកាយសង្ខារធ្វើជារបៀបមិនអញ្ចឹងណាហើយចិត្តនេះចិត្តរបស់អរូបព្រំហ្នឹងផ្សេងពីចិត្តណែកាមាវចរហើយផ្សេងពីចិត្តរបស់រូបព្រំដូច្នេះត្រូវមានឧទាហរណ៍ឈ្មោះចិត្តនឹងទៀតហើយរកឧទាហរណ៍ទៀតដើម្បីឲ្យយល់ដោយសារពេលវេលានឹងមិនបានហុចឲ្យច្រើនឬខ្លាចខ្ញុំខ្លាចខាងលោកថាមិនបានទៅមុខលឿនបានជាខ្ញុំទៅប៉ុណ្ណឹងប៉ុន្តែខ្ញុំដូចខ្ញុំជម្រាបបានមិញហើយថាបើសិនជាមិនចង់ទៅមុខទេចង់ពិភាក្សារហូតដល់ទីជម្រៅយើងនឹងពិភាក្សាដល់ទីជម្រៅតាមអធិស្ឋាននេះដូចមិញអញ្ចឹងណាសង្ខារ3ណាប៉ុន្តែរបៀបអត្ថាធិប្បាយដូចគ្នាទេប៉ុន្តែក្នុងការនិយាយខុសគ្នាបន្តិចព្រោះមានដកស្រង់អំចេញអំពីគុំពីវិសុទ្ធមគ្គណាឃើញមានអកុសលចិត្ត12មានអកុសលចេតនា4ប្រព្រឹត្តទៅដោយអំណាចភាវនារួមទាំងអស់29ណាបើយើងចង់តទៅមុខទៀតត្រូវស្រាវជ្រាវអ្វីទៅ29ឲ្យយល់កន្លែង29ទៀតបើមិនចឹងទេបានសេចក្តីថាយើងអត់តន់យល់ទេទាំងឡាយកើតព្រោះអវិជ្ជាបាទសង្ខារ3យ៉ាងខ្ញុំបានហើយនឹងណាដោយអត្ថាធិប្បាយនឹងដូចជាចាប់ហើយណាលើកក្រោយជាបច្ច័យសង្ខារជាបច្ច័យវិញ្ញាណលើកក្រោយបើចង់ទៅមុខគឺនាមធម៌តែបើចង់ឲ្យច្បាស់នៅក្នុងអវិជ្ជាហើយនឹងសង្ខារយើងនឹងជីកទៅមុខទៀតតាមអធិស្ឋានក្មួយទាំងខ្ញុំក៏មិនបើអត់មានបើអត់មានណាអត់មានចំណងទេអត់មានអីទេគឺថាយើងខ្ញុំនឹងទៅមុខឲ្យទៅនិមធម៌ហើយព្រោះខ្ញុំសង្កេតឃើញថាភាគច្រើនចូលចិត្តគាត់ចូលចិត្តចង់ទៅមុខដោយមិនបានចេះខាងក្រោមសិនណាគាត់ចេះចង់ទៅមុខតាមខ្ញុំសង្កេតមើលមកមើលកន្លែងនេះវិញណាយើងមកដល់សង្ខារហើយឃើញទេបានចិត្តមកដល់កើតហើយបានដល់ព្រមទល់ហើយដែលដាក់ឈ្មោះថាសន្តិសន្ធិមើលមិនសូវច្បាស់កន្លែងហ្នឹងគឺជាដំណគ្នាហើយខ្ញុំចេះឆ្ងល់ហេតុអីក៏មានកន្លែងហ្នឹងមានដំណបានខ្ញុំនឹកឃើញដល់វិថីចិត្តតាមតែដាក់កន្លែងហ្នឹងហើយបើសិនជាគ្មានដាក់ដំណវិថីចិត្តថៃនឹងខុសគ្នាបាទមិនបានខុសគ្នាវិថីចិត្តគឺមានចិត្តតិបដិសន្ធិភ្លាមហ្នឹងឯង
ចុតិគឺជាវិបាកបដិសន្ធិក៏វិបាកចំណែកដែលយើងមើលតំណនេះវាសង្ខារវាជាកម្មវិញ្ញាណជាវិបាកដូច្នេះជាប់គ្នាកម្មផងកម្មហើយនឹងវិញ្ញាណដូចជាវាអត់ស៊ីគ្នាកន្លែងហ្នឹងណាព្រោះថាកន្លែងតំណវាអត់មានអីវាត្រូវតែវិបាកដូចគ្នាព្រោះតែជាប់គ្នាណាវាមិនអាចដូរផ្លាស់ភ្លាមបានវាតើមានស្អីមួយឲ្យមកដូរអាហ្នឹងបានទៅរួចដូចជាវិធីចិត្តដូចជាពីវិបាកហើយនឹងមកកិរិយាវិបាកមកអកុសលនិងកុសលជីវនចិត្តណាត្រូវមានវត្ថុនៈចិត្តមួយខាងហ្នឹងដើម្បីឆ្លាស់គ្នាអំពីវិបាកមកនៃអកុសលនិងកុសលចិត្តឃើញទេបើគ្មានអីឆ្លាស់มันអាចទេព្រោះលឿនណាស់มันអាចថាវិបាកហើយចាំមកព្រឹបណាមួយខណៈចិត្តចាំមកផ្លាស់មកណែអកុសលព្រាមណាហើយជាមិនតន់មួយខណៈចិត្តមិននិយាយមួយខណៈចិត្តពីវិបាកផ្លាស់មកអកុសលព្រាមពិបាកយល់ព្រោះមិនវាលឿនហើយវាតោះមានស្អីមួយដែលជាធ្វើណែវាថាសម្រាប់ដូចវត្តធម្មចិត្តហ្នឹងគឺជាអ្នកសម្រាប់ធ្វើឲ្យវិបាកហ្នឹងឆ្លងទៅជាអកុសលណាសម្រាប់នៅលើនេះវត្ថុដាក់ចិត្តនេះទៅតាមកម្មដែលពីអតីតមកតើវិបាកហ្នឹងដែលបានទទួលមកហ្នឹងឲ្យទៅជាអកុសលកម្មឬកុសលកម្មនៅលើវត្ថុណាបើតាមការពិតនៅលើពីនៅលើសន្តិរណចិត្តជាអ្នកពិចារណាណាបានឲ្យវត្ថុណាចិត្តហ្នឹងអមខ្ញុំអបមាដើម្បីស្រួលយល់ទេអមថាសន្តិរណចិត្តហ្នឹងយ៉ាងណាថាចេញទៅហើយវត្ថុដាក់ចឹងគាត់អ្នកយកអាហ្នឹងដើម្បីឲ្យទៅជាធ្វើមិនឲ្យយល់ណាខ្ញុំនិយាយហ្នឹងគាត់ដើម្បីឲ្យយល់ទេការពិតវាមិនមែនអញ្ចឹងទេប៉ុន្តែដើម្បីឲ្យយល់ទេអបមានៅតាមផ្លូវពីប៊ីរ៉ូទៅកន្លែងធ្វើការនោះគឺកម្មមិនអញ្ចឹងពីប៊ីរ៉ូនេះថាកន្លែងហ្នឹងថាសន្តិរណចិត្តទៅចុះពីប៊ីរ៉ូសូមអធិស្ឋានខ្ញុំបានធ្វើឲ្យយល់ទេសន្តិរណចិត្តកន្លែងប៊ីរ៉ូដើម្បីឲ្យទៅដល់កន្លែងធ្វើការកន្លែងបង្កើតកម្មវាត្រូវមានអ្នកនាំមួយបុគ្គលធម្មចិត្តហ្នឹងនាំយកសម្បត្តិប្លង់អីហ្នឹងយកទៅឲ្យគេណាបាក់ហែលនឹងឯងដើម្បីយល់ណាពូសន្តិរណចិត្តវត្ថុណាចិត្តហើយនឹងអកុសលចិត្តចន្លោះហ្នឹងគឺថាត្រូវមានអ្នកសម្រេចយកទៅឲ្យគេបានថាអ្នកនាំពាក្យយកទៅឲ្យគេបើយើងថាសម្រេចក៏បានដែរព្រោះថាបើគ្មានកណ្ដាលហ្នឹងទេអត់មានអីយកទៅឲ្យអត់ហ្នឹងគាត់ជាឧទាហរណ៍មួយដើម្បីស្រួលយល់ការពិតវាមិនមែនអញ្ចឹងទេដូច្នេះយើងចប់អវិជ្ជាសង្ខារចប់ដែរបើថាមិនចង់ទៅមុខហើយចង់ឲ្យពិតប្រកបជ្រៅមែនទែនឲ្យឃើញថាលំអិតណាដល់លំអិតហ្នឹងជាអ្វីអាហ្នឹងបើចង់ទេណាហើយបើមិនចង់ទេខ្ញុំនឹងទៅដល់វិញ្ញាណហើយឆ្លងព្រំដែនហើយកន្លែងហ្នឹងគេហៅសង្ខេបទី1សន្តិនេះយើងអត់មានអីឆ្ងល់ទេព្រោះថាបើមិនមានសន្តិទេថាมันអាចស្របនឹងវិធីចិត្តទេសង្ខេបទី1គេឲ្យឈ្មោះសង្ខេបទី1បែបថាមកលៈហើយជាអតីតអន្ធាណាអន្ធានឹងគឺកាលពីមុនខ្ញុំអត់ដឹង
មិនស្អីចេះអន្តធានមិនបើកមើលវិជ្ជានុក្រមទៅបានដឹងអូកាលគឺអតីតកាលបានសេចក្តីថាមុននឹងចាប់ជាតិណាអតីតកាលហ្នឹងមានចុតិឥឡូវនេះដែលយើងកើតនេះគឺបដិសន្ធិណាចុតិគឺនៅហើយឆ្លងភពពីមនុស្សមកជាមនុស្សឬមួយពីមនុស្សទៅជាសត្វទៅជាទេវតាទៅជាព្រហ្មនឹងឯងណាចុតិបដិសន្ធិគឺឆ្លងដូរនិយាយចំដូរភេទដូរភេទដូរប្រវាំងខ្ញុំមិនដឹងជាធ្វើយ៉ាងម៉េចឲ្យយល់ទេកន្លែងហ្នឹងថាអាចរកការពន្យល់ផ្សេងបានប៉ុន្តែមិនអាចដូចមែនទែននឹងហើយសូមចាប់ត្រឹមនេះចុះហើយបើសូមបញ្ជាក់ម្ដងទៀតបើក្មួយទាំងបងប្អូនចង់ឲ្យដល់ទីជម្រៅយើងនឹងទៅដល់ទីជម្រៅបើចង់ទៅមុខទៀតយើងនឹងទៅមុខទៀតសូមអរគុណថ្វាយបង្គំលាជម្រាបលា